នេះមកធ្វើយ៉ាអូដោយមេរបស់ខ្លួនឯងម្ដងពីមុនយើងទិញគេអញ្ចឹងណាហើយលើកនេះយើងផ្លាស់ប្ដូរវិធីនៃការទុកដាក់បន្តិចហើយយើងបានលទ្ធផលយ៉ាអូក៏ល្អដែរមានថាវាខាប់ខ្លាំងជាងមុនរៀងរាវបន្តិចចំពោះទឹកដោះគោយើងប្រើ1លីត្រដូចគ្នាហើយម្សៅខ្ញុំប្រើ1កូនស្លាបព្រាទឹកដោះគោហ្នឹងហើយបន្ទាប់មកទៀតខ្ញុំចាក់វាដាក់នៅលើឆ្នាំងបន្ទាប់ពីយើងដាក់លើឆ្នាំងហើយបានយើងយកទឹកដោះគោដែលម្សៅហ្នឹងមកលាយទឹកដោះគោម្សៅហ្នឹងជាទឹកដោះគោម្សៅកូនក្មេងក៏បានទឹកដោះគោមនុស្សចាស់បាននេះគឺទឹកដោះគោម្សៅរបស់ម៉ាក់ខ្ញុំគាត់ប្រសាអញ្ចឹងណាអញ្ចឹងបន្ទាប់ពីយើងចាក់ដាក់លើខ្ទះហើយយើងបើកភ្លើងតិចហើយយើងក៏កូរវាឲ្យវារលាយដើម្បីឲ្យទឹកដោះគោនឹងវារលាយអញ្ចឹងណាបងប្អូនអញ្ចឹងនៅពេលដែលយើងទុកវាពុះបានប៉ុណ្ណឹងបងប្អូនពុះនេះភ្លើងតិចណាយើងពុះបានប៉ុណ្ណឹងយើងបន្លត់ភ្លើងនៅពេលដែលបន្លត់ភ្លើងយើងទុកឲ្យវារៀងតិចបន្តិចនៅក្នុងកំឡុងពេលដែលយើងចាំឲ្យវាតិចយើងយកអាមេចាអ៊ូដែលយើងទុកពីវគ្គមុនហ្នឹងមកវាយឲ្យវារលាយសិនអញ្ចឹងណាបងប្អូនបន្ទាប់ពីហ្នឹងយើងមើលឃើញមានពពុះហ្នឹងយើងឆ្កឹះវាចេញអញ្ចឹងណាបងប្អូនកុំឲ្យទុកលើហ្នឹងអញ្ចឹងនៅពេលដែលរៀងតិចគឺចាប់ផ្ដើមឡើងពពុះនេះយើងឆ្កឹះវាចេញបន្ទាប់មកទៀតយើងយកទឹកដោះគោដែលយើងកូរលើខ្ទះជាមួយនឹងអាមេយ៉ាអ៊ូដែលយើងវាយហ្នឹងមកវាយបញ្ចូលគ្នាសិនដើម្បីឲ្យប្រកាសថាវាម៉ត់ល្អអញ្ចឹងណាយើងវាយវាមិនតង់យើងយកវាយមុនមួយតង់ទៀតដើម្បីឲ្យវាលាយល្អមុនយើងចាក់ចូលទៅក្នុងអាឆ្នាំងដែលយើងបានដាំឆ្អិនអញ្ចឹងណាបងប្អូនលើកនេះខ្ញុំដូរវិធីនៃការទុកដាក់ដែលខ្ញុំដាក់នៅលើធុងស្នោវិញម្ដងដែលខ្ញុំប្រើទឹកក្តៅអ៊ុនៗអញ្ចឹងណាបងប្អូនពីមុនខ្ញុំប្រើជាមួយនឹង microwave ដែលយើងប្រើដាក់ឲ្យវាហប់ទេមិនមែនយើងយកទៅដុតនៅក្នុង microwave ទេបន្ទាប់ពីយើងវាយវាល្អហើយយើងយកទៅចាក់ក្នុងអាខ្ទះធំហ្នឹងហើយបន្តមកទៀតយើងក៏ដួសទៅដាក់ក្នុងរបស់ដែលយើងចង់ដាក់អញ្ចឹងណាបងប្អូនយើងចង់ដាក់ក្នុងអីគេអញ្ចឹងខ្ញុំមានធុងដែលរំលែកដាក់ស្ករខ្លះអញ្ចឹងអាដែលបិទក្របគឺដាក់ស្ករបន្តិចដើម្បីឲ្យកូនរបស់ខ្ញុំញ៉ាំហើយអាពីប្រអប់នេះគឺដើម្បីសាកពេលព្រឹកអញ្ចឹងខ្ញុំយកទៅដាក់ក្នុងកែសស្នោហ្នឹងដាក់ទឹកក្តៅអ៊ុនៗហើយខ្ញុំបិទក្របវាឲ្យជិតហើយខ្ញុំបិទស្គត់ចំណែកមួយទៀតគឺខ្ញុំយកទៅដាក់ក្នុង microwave ដើម្បីអបវាអញ្ចឹងបងប្អូនហើយខ្ញុំដាក់ពីម៉ោង9យប់អញ្ចឹងដល់ពេលព្រឹកឡើងខ្ញុំចាប់ផ្ដើមមកយកវាវិញអញ្ចឹងភ្ញាក់ពីព្រលឹមឡើងហ្នឹងខ្ញុំចាប់ផ្ដើមមកមើលយ៉ាអូរបស់ខ្ញុំថាតើវាមិនហើយអញ្ចឹងណាវារសជាតិមិនដែរអញ្ចឹងចាប់ផ្ដើមព្រៀងទៀងទាត់នៅក្នុងធុងតកវារៀងខាប់ជាងដល់ពេលនៅក្នុង microwave វារៀងនៅរាវអញ្ចឹងណាបងប្អូនពេលមុនខ្ញុំឃើញខ្ជិលដាំទឹកហើយដាក់ក្នុងធុងស្នោបិទកែស្នោដាក់ក្នុង microwave វាស្រួលប៉ុន្តែលទ្ធផលរបស់វាគឺខុសគ្នាដែរបងប្អូនលទ្ធផលរបស់វាគឺខាប់ក្តឹងហ្មងហើយឆ្ងាញ់ក៏ដូចរសជាតិនៅដដែលឆ្ងាញ់ដូចគ្នាដដែលចឹងបន្ទាប់មកខ្ញុំយកវាទៅដាក់ក្នុងទូទឹកកកទូធម្មតាធម្មតាអញ្ចឹងបងប្អូនដល់ថ្ងៃខ្ញុំមកពីធ្វើការវិញបានខ្ញុំញ៉ាំអញ្ចឹងពេលព្រឹកឡើងហ្នឹងខ្ញុំចាប់ដើមរៀបចំចំហុយមានដលងមានពងមាន់មានអាណូមានអីចឹងណាបងប្អូនបន្ទាប់ពីខ្ញុំមកពីធ្វើការវិញគឺខ្ញុំចាប់ដើមលាយអញ្ចឹងក្នុងនេះមានល្ហុងមានចេកមានល្ងខ្មៅហើយនិងសណ្តែកដែលជាបន្ថែមប្រូតេអ៊ីនហើយនឹងមានគ្រាប់ឈានិងសរងផងដែរបងប្អូនហើយខ្ញុំថែមជាមួយនឹងយ៉ាអូអញ្ចឹងក្នុងមួយចាននេះគឺសម្បូរទៅដោយប្រូតេអ៊ីនប្រូបាយអូតិកមួយចាននេះគឺសម្បូរទៅដោយសារធាតុចិញ្ចឹមល្អៗមែនតើអរគុណច្រើនបងប្អូនអរគ្នា